ឆ្នាំ1959ឈានចូលទសវត្សរ៍ឆ្នាំ60ប្រទេសកម្ពុជាដែលទើបតែទទួលបានឯករាជ្យថ្មីកំពុងមានធម៌ពលនិងសន្ទុះយ៉ាងខ្លាំងក្លាក្នុងការអភិវឌ្ឍប្រទេសបន្ទាប់ពីបញ្ចប់ការសិក្សាផ្នែកឧស្សាហកម្មឱសថនៅក្នុងទីក្រុងម៉ុងប៉ូលីយេនៃប្រទេសបារាំងលោកឱសថបណ្ឌិតកុកសុកគីមបានវិលត្រឡប់មកមាតុភូមិវិញជាមួយនឹងទឹកចិត្តដ៏ពុះកញ្ជ្រោលលោកគឺជាឱសថការីម្នាក់ក្នុងចំណោមឱសថការី4រូបដំបូងគេបង្អស់នៅប្រទេសកម្ពុជានៅបណ្ដាប្រទេសអឺរ៉ុបនាពេលនោះលោកបានកត់សម្គាល់ឃើញពីភាពរីកចម្រើនក្នុងវិស័យឧស្សាហកម្មឱសថដោយសារតែកំណើននៃទីផ្សារទើបធ្វើឲ្យមានការបង្កើតនៅឱសថថ្មីៗជាច្រើនស្ថិតក្នុងបរិបទនេះស្របពេលដែលប្រទេសជាតិនិងពិភពលោកកំពុងតែបោះជំហានរីកលូតលាស់នោះលោកឱសថបណ្ឌិតកុកសុកគីមបានប្រែក្លាយពីឱសថស្ថានខេមរាដែលលោកមានទៅជាសហគ្រាសផលិតឱសថលើកដំបូងនៅទីក្រុងភ្នំពេញក្រៅពីការងារជាឱសថការីលោកក៏ឆ្លៀតពេលស្រាវជ្រាវបង្កើតនូវរូបមន្តឱសថដើម្បីផលិតជាថ្នាំគ្រាប់មួយប្រភេទថ្មីសន្លាងដែលមានប្រសិទ្ធភាពខ្ពស់ក្នុងការបំបាត់ការឈឺចុកចាប់និងព្យាបាលជំងឺគ្រុនក្តៅគឺពេលនោះហើយដែលថ្នាំគ្រាប់គីណាល់សម្រាប់បំបាត់ការឈឺចុកចាប់មានវត្តមានលើកដំបូងដ៏ល្បីនៅប្រទេសកម្ពុជាពលគឺ4ឆ្នាំមុនឱសថរបស់បារាំងត្រូវបានផលិតឡើងហើយថ្នាំគីណាល់ទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេសនៅពេលឱសថគីណាល់ដែលទៅបង្កើតឡើងហើយផលិតភ្លាមហើយហ្នឹងគាត់ត្រូវធ្វើយ៉ាងម៉េចឲ្យគេស្គាល់ឱសថហ្នឹងព្រោះតែគាត់ហ្នឹងវាថ្មីដល់អញ្ចឹងទៅគាត់ក៏យកមកលក់ណែលោកកុកសុគីមហ្នឹងជាឱសថបណ្ឌិតហ្នឹងគាត់ក៏យកមកលក់នៅឱសថស្ថានគាត់ដែលនៅកន្លែងនេះគឺណែកាច់ជ្រុងណែផ្លូវកម្ពុជាក្រោមហើយនឹងមនីវងអញ្ចឹងណាក្រោយមកបានគាត់យកទៅចែកដល់អ្នកស្រុកនៅតាមផ្លូវទៅកំពង់សោមណែកំពង់ចាមបាត់ដំបងអីទាំងអស់ហ្នឹងហើយមិនបានទាំងមួយឆ្នាំផងស្រាប់ដល់អ្នកដេញឱសថស្ថានរងទាំងប្រមាណហ្នឹងនាំគ្នារត់មកទិញនៅភ្នំពេញនេះជាអកុសលផលវិបាកនៃសង្គ្រាមរវាងសហរដ្ឋអាមេរិកនិងប្រទេសវៀតណាមបានធ្វើឲ្យប្រទេសកម្ពុជាទទួលរងនូវវិនាសកម្មយ៉ាងធ្ងន់ធ្ងរចាប់ពីឆ្នាំ1975ដល់ឆ្នាំ1979មនោគមវិជ្ជាដ៏ឆ្កួតលីលារបស់ប៉ុល ពតនិងក្រុមខ្មែរក្រហមបានធ្វើឲ្យប្រជាជនខ្មែរជិត2លាននាក់បានស្លាប់បញ្ញវន្តស្ទើរតែទាំងអស់បានបាត់បង់ជីវិតដែលនៅក្នុងនោះមានទាំងគ្រូពេទ្យនិងឱសថការីផងដែរដោយសារតែនយោបាយដើរថយក្រោយរបស់ខ្មែរក្រហមដែលធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិមានគោលការណ៍ចម្បងក្នុងការទាត់ចោលទាំងស្រុងនៅអ្វីៗដែលនាំមកពីខាងក្រៅនិងបញ្ហាកង្វះខាតជាប្រចាំនៅថ្នាំសង្កូវសម្រាប់ព្យាបាលជាមូលហេតុធ្វើឲ្យប្រជាជនខ្មែរស្លាប់និងរងការឈឺចាប់យ៉ាងខ្លាំងថ្ងៃ7មករាឆ្នាំ1979រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាបានផ្ដួលរំលំរបបកម្ពុជាប្រជាធិបតេយ្យនិងបានបញ្ចប់របបឃោរឃៅព្រៃផ្សៃប៉ុល ពតជាសំណាងល្អស្ថាបនិកឱសថគីណាល់អាចគេចផុតពីរបបដ៏ខ្មៅងងឹតមួយនេះលោកឱសថបណ្ឌិតកុកសុកគីមបានចាកចេញពីប្រទេសកម្ពុជានៅមុនពេលខ្មែរក្រហមចូលកាន់កាប់ប្រទេសទៅរស់នៅប្រទេសបារាំងលោកបានចាប់ផ្ដើមផលិតឱសថគីណាល់ឡើងវិញនៅប្រទេសកុងហ្គោដែលប្អូនប្រុសរបស់លោករស់នៅហើយទទួលបានជោគជ័យជាថ្មីម្ដងទៀតបាទក្នុងឆ្នាំ1977បងខ្ញុំនិងលោកគាត់បានបង្កើតក្រុមហ៊ុនឈ្មោះ Polypharma នៅ Kinshasa ប្រទេសហ្សាអ៊ីសប្តាហ៍ថ្ងៃហៅថាសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោមួយឆ្នាំក្រោយមកបានផលិតថ្នាំគីណាល់នៅស្រុកនោះគីណាល់នេះមានឈ្មោះល្បីល្បាញមានអ្នកប្រើគ្រប់ទិសទីដោយសារថាមានគុណភាពផងប្រសិទ្ធភាពផងហើយនឹងតម្លៃទៀតក៏ថោកទាំងអស់នេះបានមកពីការផ្ចិតផ្ចង់នៅក្នុងការផលិតធ្វើទៅតាមបែបបទក្បួនខ្នាត BPF មកពីការត្រួតពិនិត្យគុណភាពត្រឹមត្រូវមុននឹងចេញឲ្យប្រើហើយនឹងសកម្ម